ហើយកាន់តែមានកេរ្តិ៍ឈ្មោះបោះសម្លេងនៅលើឆាកអន្តរជាតិនិងអាម៉ាស់ជាខ្លាំងក្រោយផ្ទុះព័ត៌មានជនជាតិរុស្ស៊ីនិងស្ត្រីជនជាតិថៃរួមរាក់គ្នានៅលើរថយន្ត Pick-up មួយគ្រឿងដែលកំពុងតែបើកបរនៅលើផ្លូវសាធារណៈវីដេអូមួយដែលកំពុងតែផ្ទុះកក្រាច់នៅលើបណ្ដាញសង្គមទូទាំងពិភពលោកបានបង្ហាញទស្សនវិជ្ជាបរិសុជនជាតិរុស្ស៊ីម្នាក់និងស្ត្រីជនជាតិថៃកំពុងធ្វើសកម្មភាពផ្លូវភេទនៅផ្នែកខាងក្រោយនៃរថយន្ត Pick-up មួយគ្រឿងខណៈកំពុងបើកបរនៅលើដងផ្លូវសាធារណៈដែលមានចរាចរណ៍ដ៏មមាញឹកហេតុការណ៍នេះបានកើតឡើងនៅយប់ថ្ងៃពុធទី24ខែកញ្ញាឆ្នាំ2025នៅលើផ្លូវមួយក្នុងស្រុកមឿងខេត្តភូកេតនៃប្រទេសសៀមខណៈវីដេអូនេះត្រូវបានផ្សព្វផ្សាយតាមបណ្ដាញសង្គមនិងចូលទស្សនារាប់លានដងព្រមទាំងរងការរិះគន់យ៉ាងខ្លាំងពីមហាជនបើតាមការចុះផ្សាយរបស់កាសែតថៃវីដេអូនេះបង្ហាញពីបរិសុទ្ធជនជាតិរុស្ស៊ីអាយុប្រមាណ23ឆ្នាំបានធ្វើសកម្មភាពផ្លូវភេទជាមួយនារីជនជាតិថៃដោយប្រព្រឹត្តអំពើអនាចារលើរថយន្តយ៉ាងសប្បាយរីករាយដោយមិនខ្វល់ពីអ្នកដំណើរផ្សេងទៀតបើទោះបីជាមានប្រជាពលរដ្ឋដែលបានធ្វើដំណើរនៅលើដងផ្លូវបានថតសកម្មភាពរបស់ពួកគេជាប់ក៏ដោយយ៉ាងណាមិញក្រោយមានការរិះគន់យ៉ាងខ្លាំងប៉ូលីសថៃបានចាប់ខ្លួនបរិសុទ្ធជនជាតិរុស្ស៊ីនៅវេលាម៉ោង 3:45 នាទីរសៀលថ្ងៃទី25ខែកញ្ញាឆ្នាំ2025តាមការត្រួតពិនិត្យរបស់ប៉ូលីសជននេះមានផ្ទុកសារធាតុញៀននិងបានប្រើប្រាស់គ្រឿងស្រវឹងប៉ូលីសថៃបានឲ្យដឹងថាជននេះគឺជាអ្នកផលិតវីដេអូអះអាភាសតាមរយៈការធ្វើសកម្មភាពប្លែកៗជាមួយដៃគូដើម្បីលក់នៅក្នុងបណ្ដាញសង្គម Telegram ឬក៏ OnlyFans បើយោងតាមរបាយការណ៍ដដែលបានបញ្ជាក់ថាបរិសុទ្ធជនជាតិរុស្ស៊ីរូបនេះប្រឈមនឹងការឃុំខ្លួនក្នុងពន្ធនាគាររយៈពេលដល់ទៅ1ឆ្នាំនិងពិន័យជាទឹកប្រាក់រហូតដល់ 20,000 បាតនិងត្រូវបានដាក់ក្នុងបញ្ជីខ្មៅមិនឲ្យចូលទឹកដីថៃទៀតនោះឡើយគួរបញ្ជាក់ផងដែរថាករណីនេះវាបានធ្វើឲ្យអាម៉ាស់ទៅដល់ប្រទេសថៃយ៉ាងខ្លាំងជាពិសេសនៅពេលដែលថ្មីនេះប្រទេសថៃកំពុងតែជួបរឿងអាស្រូវជាច្រើនដែលត្រូវបានលាតត្រដាងដោយបណ្ដាញសង្គមសារព័ត៌មានធំៗដូចជា BBC Reuters ជាដើមព័ត៌មានទាំងនោះបានបង្ហាញអំពីរូបភាពផ្សេងៗនៃការឆោបបោកក្នុងប្រទេសថៃហើយបន្ទាប់ពីរឿងរ៉ាវមួយនេះបានកើតឡើងមានប្រជាជនថៃយ៉ាងច្រើនបានចូលទៅខមមិនកុំឲ្យប្រជាជនក្នុងប្រទេសកម្ពុជាដឹងប្រដាមិនអាចខ្ចប់ភ្លើងបានទេបងប្អូន